សួស្តីបងប្អូននឹងគឺជាបញ្ហាបងប្អូនបើកមកដូចចេញពីទុនមកបងប្អូនអាចតាមខ្ញុំទៅរបស់តាមខ្ញុំបានហើយមកបងខ្ញុំមកស្ថាបនាវីដេអូចូល setting មកទុនមកបងប្អូនចូលអត់ចែកមើលសិនហើយកន្លែងណាកន្លែងនេះវាបាត់នៅសិនជាវាបាត់អត់ទេសិនជាបើយើងបាត់វាណាកន្លែង sign in option នេះហើយជំរឿទី1យើងសង្កេតវាបើកយើងបាត់កន្លែងនេះមកហ្នឹងហើយជំរឿទី1ជំរឿទី2យើងឆែកនៅ search នៅក្នុង switch យើងទៅយើងបើកមកយើងបើក switch មកតោះមកបងប្អូននៅស្វែងរកMicrosoft account អូមករកពាក្យថា Microsoft account សាដានទីមកហើយនៅលើគេយើងបងប្អូនចុចមើលហ្នឹងហើយនេះដាក់កន្លែងរបស់វាបើកយើងបើកបន្តវាលោតមកស្ដាប់យកគ្រប់ property តមកបងប្អូនចូល running stop អានេះវា running យើង stop មកហ្នឹងយើងបាន stop ហើយយើងអូខេមកហើយយើងនៅរជំរឿទី3បងប្អូនជំរឿទី3គឺបងប្អូនចូលកន្លែង search ទៅហើយបងប្អូនហើយពាក្យថា system config បាទ system config ហើយយកទៅតាមគេឈ្មោះសំដែងនេះ configuration បងប្អូនចុចលើវាមកហ្នឹងហើយចុចលើវាលោតកន្លែងនេះយើងបងចូលមើលហើយបងប្អូនតរចូលកន្លែង switch ហើយបងប្អូនតរពាក្យ Microsoft App សិនជាវាគ្រីយើងដកគ្រីវាចោលហ្នឹងហើយនេះកន្លែងនេះបងប្អូនយើងដកគ្រីចោលហើយតោះមកយើង apply ហើយយើងអូខេមកហ្នឹងហើយយើងអូខេតោះមកវាឲ្យយើង restart ហើយ restart ហើយវារួចជាការស្រេចហើយវាលែងមានបញ្ហាទៀតហើយបងប្អូនសូមអរគុណសូមជម្រាបលាអូនេះខ្ញុំមានតែប៉ុណ្្នឹងហើយសូមអរគុណកុំភ្លេចចុច subscribe ខ្ញុំផង